Hello teacher និងអ្នកទាំងអស់គ្នាចឹងនេះគឺជា project របស់ខ្ញុំសម្រាប់ homework ចឹងproject ហ្នឹងគឺយើងអាច cell នេះមានតែយើង insert ហើយ update យើង update delete cancel ហើយ search នេះខ្ញុំដាក់ search by name ហើយពេលដែល insert data គឺ insert ភ្លាមខ្ញុំបង្កើត method ហើយ call វាទៅអញ្ចឹងពេលខ្ញុំ insert គឺវា refresh data នេះ load មក update ភ្លាមមកគឺខ្ញុំដាក់ ID លេខ122បន្តទៀតហើយខ្ញុំដាក់ name ថាបុយលុយមានអីសុកjam ហើយ20ឆ្នាំខ្ញុំចុច save អញ្ចឹង data inserted successfully អញ្ចឹងនេះវាមកអញ្ចឹងបើយើង update យើងអាចអញ្ចឹងនៅពេលដែល submit ទៅ data នេះវា clear អញ្ចឹងបើយើងបញ្ចូលសារថ្មីទៅវាស្រួលបន្តមកខ្ញុំចង់ update ID លេខ122មិញហ្នឹងឥឡូវយើងទៅ check មើល database សិនឥឡូវខ្ញុំចូល SQL Kalo នេះអញ្ចឹង demo ឲ្យហើយខ្ញុំបើក SQL server សិនចឹងទី connect ខ្ញុំរក database សិន906ហើយ table user ឥឡូវខ្ញុំទៅ select មើលចឹងនៅពេលខ្ញុំ select មើលឃើញនេះ ID លេខ122មិញហ្នឹងឈ្មោះ Jam ហ្នឹងហើយឥឡូវយើងចូលទៅចូលទៅអានេះវិញអញ្ចឹងនៅពេលដែលខ្ញុំ update 122ខ្ញុំ update គាត់ទៅជាJam សុកវិញអាយុរបស់គាត់40ចុច update អញ្ចឹង data update successfully អញ្ចឹងនៅពេលចុច OK វានឹង refresh នេះ update ភ្លាមមកហើយ data នេះ clear ខ្ញុំបង្កើត method នេះខ្ញុំខោវាទៅហើយអញ្ចឹងយើងទៅមើល data នៅក្នុង SQL ឥឡូវយើង select មកទៀតអញ្ចឹង data ក្នុង SQL របស់យើងទៅជា Jam សុកវិញអាយុ40ខ្ញុំចូលទៅឥឡូវយើង update លុបម្ដង122លុបចោលមកចុច delete មកអញ្ចឹង data deleted successfully អញ្ចឹងបាត់ហើយបាត់ភ្លាមមកអញ្ចឹងបើយើងទៅមើលក្នុង SQL របស់យើង execute អញ្ចឹងវាបាត់ហើយតមកទៀតsearch យើងមាន cancel ទៀតហើយយើង save ចឹងទៅយើងអាច cancel វាបានចឹងទៅហើយ search ឥឡូវ search ហ្នឹងមិនមែន search តចំឈ្មោះអញ្ចឹងឯងយើង filter ឧទាហរណ៍ដូចមានអក្សរ B ហ្នឹងក្នុង row ហ្នឹងមានអក្សរ B ប្រហែលវាចេញមកទាំងអស់វាដាក់អក្សរ B ហើយវាអត់គិតតូចធំឯងចេញមកទាំងអស់អញ្ចឹង B នេះមាន boiler មាន bot មាន ban អញ្ចឹងទៅតែខ្ញុំដាក់ SON ជាងឈ្មោះខ្ញុំអញ្ចឹងវាមាន3នេះយើងដាក់ថាអក្សរ A វាអាចចេញច្រើនជាងអត់មានទេដាក់អក្សរ O អញ្ចឹងវាមានច្រើនហើយបន្តមក exit អញ្ចឹងចប់ហើយអញ្ចឹងចូលមកបញ្ចូលកូដម្ដងអញ្ចឹងដំបូងអានេះគឺជា
save មិញ save method របស់យើងពេលដែលគេ click ទៅយើងconnect ទៅកាន់ actual connection របស់យើងតាម data source នេះយើង copy មកហ្នឹងបន្តមកទៀតខ្ញុំ try ខ្ញុំការពារ error កុំឲ្យវា crash application របស់យើងបន្តមកខ្ញុំ open connection បន្តមកខ្ញុំបង្កើត actual command ដើម្បីទៅការ insert data ទាំងអស់ហ្នឹងចូលទៅក្នុង database ដោយប្រើតាមរយៈបោះ parameter នេះអញ្ចឹងយើងចាប់ data ចេញពី text box មកហើយយើងបំបែកយើងបំលែងទៅជា integer ហើយបានយើងបោះចូលទៅក្នុង database យើងបន្តមកទៀតយើងប្រើ execute non query តមកខ្ញុំសូម message ប្រាប់គេថាយើង insert success តមកខ្ញុំ call message clear នេះ message clear ហ្នឹងនេះ message clear របស់យើងគាត់ណា set text វាហ្នឹងទៅជា data clear តពី clear ហើយខ្ញុំអានេះខាច់របស់យើងចាប់ error ពេលមាន error យើងបោះ message យើងចាប់នៅកន្លែងនេះហើយបន្តមកទៀតខ្ញុំ get data ចេញពី database អញ្ចឹង method ហ្នឹងនៅនេះដែលយើងនេះខ្ញុំប្រើ4កន្លែងដើម្បីឲ្យ data វានឹង update រហូតពេលដែលយើងមាន action អីចឹងតមកទៀតអានេះ get data ហ្នឹងអញ្ចឹងខ្ញុំទៅ select data ចេញមកពី user អញ្ចឹងអានេះមិនដដែលទេអញ្ចឹងគ្រាន់តែយើងបង្កើត SQL adapter នេះដោយសារយើងប្រើមួយ table បន្តមកទៀតខ្ញុំ select ចេញពី user ហើយខ្ញុំ order by id descending ហើយយើងបង្កើត object table ហើយយើង fill ដាក់ data ហ្នឹងចូលក្នុង table របស់យើងហើយយើងបង្កើតហើយយើងហៅtable របស់យើងហ្នឹង table ខ្ញុំឈ្មោះវា table data grade 1 ហើយ .data source ស្មើនឹង data របស់យើងនេះបន្តមកខ្ញុំខាច់ដដែលបើសិនជាមានអីយើងសូម mistake ប្រាប់គេតមកយើង close connection ពេលយើងធ្វើហើយយើងត្រូវ close connection អានេះក្នុងករណីអីក៏វាដើរដែរអាពាក្យ finally នេះខ្ញុំដូចភ្លេចដាក់នៅកន្លែងលើចឹងបន្តមកទៀតអានេះ load របស់ project ហ្នឹងរបស់ form មួយហ្នឹងអញ្ចឹងចូលមកដំបូងគឺយើង call អា method ហ្នឹងមកអញ្ចឹងពេលយើងបើក application មក data យើងមានស្រាប់វាទៅ load មកតមកទៀតអានេះកន្លែងយើង update អញ្ចឹងកន្លែងនេះដដែលទេ SQL connection ដដែលបន្តមកខ្ញុំ try ដដែលមាន finally អញ្ចឹងខ្ញុំ open ហើយដូចគ្នាហើយ update set id set name ស្មើ name ហើយ age របស់យើងគឺស្មើ age បន្តមកទៀតវា id ស្មើនឹង id អញ្ចឹងយើង update ចេញពី id ហ្នឹងហើយកន្លែងមិញបើយើងដាក់កត់អីដោយសារយើងនៅ text box របស់យើងដាក់ហើយយើង execute វាតាមរយៈ parameter នេះយើង execute query បន្តមកយើងសូម message ប្រាប់គេហើយយើង clear text តមកទៀតខ្ញុំ try ខ្ញុំ finally close connection កុំឲ្យវា run រហូតចា finally នេះវាដើរទោះវាជួបករណីអីក៏វាដើរបន្តមកទៀតខ្ញុំមានអានេះ delete
ចឹង delete ចេញពី table user ហើយ ID ដែលយើងបញ្ចូលមកតាមរយៈ parameter នេះ parameter ចឹងយើងចាប់ពី text box មកយើងបន្លែងដូចជា integer ហើយយើងបោះចូលអា parameter មួយនឹងហើយវា execute query ទៅវា update successfully វា so data deleted successfully តមកទៀតខ្ញុំ finally ខ្ញុំ close តមកខ្ញុំ get data ដែរអញ្ចឹង data វា reload មកម្ដងទៀតអញ្ចឹងអានេះ clear text មិញទេហើយអានេះអា clear text របស់យើងហ្នឹងខ្ញុំ call មកអញ្ចឹងវា reusable បានច្រើនកន្លែងតមកទៀតអា click for នេះ application.exit អញ្ចឹងខ្ញុំ exit វាអានេះអីគេ filter by name អញ្ចឹង filter នេះខ្ញុំ connect ទៅដែរបន្តមកខ្ញុំ open បន្តមកខ្ញុំ select ចេញពី user ហើយខ្ញុំប្រើ like នេះយើងសម្រាប់filter អាហ្នឹងក្នុងករណីដែល name មិនបាច់ចាំតយើង save ត្រូវហ្មងទេឲ្យតែមានពាក្យហ្នឹងឲ្យតែមានអក្សរអីដែល match គ្នាវាចេញមកទាំងអស់ហើយយើងប្រើមួយ wildcard parameter dot នេះមកហើយអានេះគេហៅ wildcard អញ្ចឹង name របស់យើងនេះយើងបូកអីដែលយើងបញ្ចូលហ្នឹងតមកយើងអានេះ wildcard មួយទៀតបន្តមកហើយអានេះ actual adapter នេះយើងដូចកន្លែងយើង load data មកដែរយើងចាប់ data បោះចូលក្នុង table បន្តមកអានេះយើងយក data ហ្នឹងដាក់ចូល table យើងហ្មងហើយយើង clear text បន្តមកខ្ញុំខាច់ដដែលខ្ញុំចាប់អាហ្នឹងហើយឡើយខ្ញុំ finally ឲ្យវាស្អាត code អញ្ចឹងcode ហ្នឹងមានតែប៉ុណ្្នឹងទេអរគុណសម្រាប់អ្នកទាំងអស់គ្នាដែលបានមើល